នៅល្ងាចស្ងប់ស្ងាត់មួយក្នុងឆ្នាំ1945ពិភពលោកបានឆ្លងកាត់ចំណុចមួយដែលមិនអាចត្រឡប់ថយក្រោយបានពេញលេញទៀតឡើយអ្វីដែលចាប់ផ្ដើមជាការរកឃើញផ្នែកវិទ្យាសាស្ត្រមិនយូរប៉ុន្មានបានក្លាយជានិមិត្តរូបនៃអំណាចដ៏ធំធេងនិងការទទួលខុសត្រូវជាសកលសប្តាហ៍ថ្ងៃនេះបន្ទាប់ពីរយៈពេលជាច្រើនទសវត្សរ៍វត្តមានអាវុធនុយក្លេអ៊ែរនៅតែបន្តប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិការគិតយុទ្ធសាស្ត្រនិងការស្រមៃរបស់សាធារណជនពាក្យថាការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរជាញឹកញាប់បង្កើតអារម្មណ៍តានតឹងប៉ុន្តែវាក៏ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅជាមួយការទូតការរារាំងនិងទល់ឲ្យភាពដ៏ផុយស្រួយដែលកំណត់នយោបាយភូមិសាស្ត្រសម័យទំនើបផងដែរអត្ថបទនេះស្វែងយល់អំពីប្រទេសដែលកាន់កាប់អាវុធនុយក្លេអ៊ែរសក្តានុពលនៃការប្រកួតប្រជែងជាសកលនិងទល់ឲ្យភាពរវាងការគំរាមកំហែងដែលគេយល់ឃើញនិងស្ថិរភាពតាមរយៈកិច្ចសហប្រតិបត្តិការយល់ដឹងអំពីអាវុធនុយក្លេអ៊ែរនិងការរារាំងអាវុធនុយក្លេអ៊ែរគឺជាឧបករណ៍ដ៏មានអំណាចខ្លាំងបំផុតមួយដែលមនុស្សលោកធ្លាប់បង្កើតការមានវត្តមានរបស់វាបាននាំឲ្យមានគំនិតនៃការរារាំងគឺជាពិសេសទ្រឹស្ដីការបំផ្លាញគ្នាទៅវិញទៅមកយ៉ាងប្រាកដ Mutually Assured Destruction ទ្រឹស្ដីនេះបញ្ជាក់ថាប្រសិនបើភាគីប្រឆាំងពីរមានសមត្ថភាពនុយក្លេអ៊ែរទាំងពីរមិនសូវមានលទ្ធភាពប្រើវាទេព្រោះហានិភ័យនៃផលវិបាកមហន្តរាយសម្រាប់គ្រប់ភាគីខណៈពាក្យការប្រណាំងអាវុធបង្ហាញពីការប្រកួតប្រជែងយ៉ាងលឿនយុទ្ធសាស្ត្រនុយក្លេអ៊ែរសម័យថ្មីភាគច្រើនផ្ដោតលើការរក្សាទល់ឲ្យភាពជាងការស្វែងរកឥទ្ធិពលលើគេប្រទេសនានាវិនិយោគលើការធ្វើទំនើបកម្មប្រព័ន្ធការពារនិងការដាក់ទីតាំងយុទ្ធសាស្ត្រជាងគ្រាន់តែបង្កើនស្តុកអាវុធប្រទេសដែលត្រូវបានទទួលស្គាល់ថាមានអាវុធនុយក្លេអ៊ែរក្រោមក្របខ័ណ្ឌអន្តរជាតិដូចជាសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT មាន5ប្រទេសដែលត្រូវបានទទួលស្គាល់ជាផ្លូវការសហរដ្ឋអាមេរិកជាប្រទេសដំបូងដែលអភិវឌ្ឍអាវុធនុយក្លេអ៊ែរសប្តាហ៍ថ្ងៃវារក្សាទុកឃ្លាំងអាវុធទំនើបនិងប្រព័ន្ធបាញ់បញ្ជូនរួមមានមីស៊ីលលើដីនាវាមុជទឹកនិងយន្តហោះរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតមួយក្នុងពិភពលោកគោលនយោបាយរបស់វាផ្ដោតលើសមភាពយុទ្ធសាស្ត្រនិងការពារជាតិចិនបានពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទោះធ្លាប់រក្សាឃ្លាំងតូចជាងមុនក៏ដោយចិននៅតែផ្ដោតលើគោលនយោបាយរារាំងកម្រិតអបបរមាបារាំងរក្សាកម្លាំងនុយក្លេអ៊ែរឯករាជ្យយុទ្ធសាស្ត្ររបស់វាផ្ដោតលើអធិបតេយ្យឲ្យភាពជាតិនិងការរារាំងចក្រភពអង់គ្លេសប្រើប្រព័ន្ធរារាំងនុយក្លេអ៊ែរតាមរយៈនាវាមុជទឹកជាចម្បងហើយសហការជិតស្និទ្ធជាមួយអង្គការ NATO ប្រទេសផ្សេងទៀតដែលមានអាវុធនុយក្លេអ៊ែរក្រៅពីប្រទេសដែលទទួលស្គាល់ផ្លូវការមានប្រទេសមួយចំនួនទៀតក៏មានអាវុធនុយក្លេអ៊ែរឥណ្ឌានិងប៉ាគីស្ថានប្រទេសទាំងពីរបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរខាងក្រៅក្របខ័ណ្ឌNPTការប្រកួតប្រជែងរបស់ពួកគេទាក់ទាញការយកចិត្តទុកដាក់ពីពិភពលោកកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរនិងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនអ៊ីស្រាអែលគេជឿយ៉ាងទូលំទូលាយថាអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរប៉ុន្តែមិនបានបញ្ជាក់ជាផ្លូវការទេតួនាទីនៃសន្ធិសញ្ញានិងកិច្ចសហប្រតិបត្តិការអន្តរជាតិកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរបានបន្តអស់រយៈពេលជាច្រើនទសវត្សរ៍ទីភ្នាក់ងារដ្ឋាពលបរមាណូអន្តរជាតិ YEA មានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរនិងលើកកម្ពស់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធីការប្រណាំងអាវុធសម័យថ្មីឬស្ថិរភាពយុទ្ធសាស្ត្រពាក្យការប្រណាំងអាវុធនុយក្លេអ៊ែរតែងតែប្រើប្រាស់ក្នុងសារព័ត៌មានប៉ុន្តែអ្នកជំនាញជាច្រើនជែកថាវាមិនត្រឹមត្រូវទាំងស្រុងសម្រាប់បរិបទសពថ្ងៃទេជំនួសឲ្យការបង្កើនអាវុធយ៉ាងលឿនប្រទេសជាច្រើនកំពុងផ្ដោតលើការធ្វើទំនើបកម្មប្រព័ន្ធចាស់ដើម្បីធានាភាពជឿជាក់និងសុវត្ថិភាពទស្សនៈសាធារណៈនិងឥទ្ធិពលវប្បធម៌អាវុធនុយក្លេអ៊ែរជាប្រធានបទមួយក្នុងភាពយន្តអក្សរសិល្ប៍និងប្រព័ន្ធផ្សព្វផ្សាយជាយូរមកហើយវាត្រូវបានបង្ហាញជានិមិត្តរូបនៃអំណាចចុងក្រោយឬហានិភ័យដល់អត្ថិភាពមនុស្សជាតិការពិចារណាផ្នែកវិទ្យាសាស្ត្រនិងសីលធម៌ពីមើលវិទ្យាសាស្ត្របច្ចេកវិទ្យានុយក្លេអ៊ែរមិនមែនមានតែការបំផ្លាញទេវាក៏អាចប្រើសម្រាប់ផលិតថាមពលការព្យាបាលវេជ្ជសាស្ត្រនិងការស្រាវជ្រាវបញ្ហាសំខាន់គឺរបៀបដែលចំណេះដឹងនេះត្រូវបានប្រើប្រាស់ផ្នែកសីលធម៌វត្តមានអាវុធនុយក្លេអ៊ែរបង្កើតសំណួរអំពីការទទួលខុសត្រូវការគ្រប់គ្រងនិងអនាគតរបស់មនុស្សជាតិមើលទៅអនាគតកិច្ចសហប្រតិបត្តិការឬការប្រកួតប្រជែងអនាគតនៃគោលនយោបាយនុយក្លេអ៊ែរអាស្រ័យលើផលប្រយោជន៍ជាតិនិងកិច្ចសហប្រតិបត្តិការអន្តរជាតិទោះមានការប្រកួតប្រជែងក៏ដោយក៏នៅតែមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអាវុធនិងកសាងទំនុកចិត្តការឆ្លុះបញ្ចាំងអំពីចិត្តចង់ដឹងរបស់មនុស្សរឿងរ៉ាវអាវុធនុយក្លេអ៊ែរជាចុងក្រោយគឺជារឿងអំពីចិត្តចង់ដឹងនិងសមត្ថភាពរបស់មនុស្សវាបង្ហាញទាំងសក្តានុពលនៃការច្នៃប្រឌិតនិងសារៈសំខាន់នៃការអត់ធ្មត់ខណៈប្រទេសនានាកំពុងដោះស្រាយបញ្ហាសន្តិសុខនិងកិច្ចសហប្រតិបត្តិការប្រជុំមិនមែនគ្រាន់តែគ្រប់គ្រងអំណាចប៉ុណ្ណោះទេប៉ុន្តែត្រូវយល់ពីផលប៉ះពាល់របស់វាផងដែរចង់តាមដានព័ត៌មានថ្មីបន្តទៀតសូមបងប្អូនជួយចុច Like Share និងចុច Subscribe ម្នាក់មួយផងសូមអរគុណ